ឥឡូវខ្ញុំមានអ្នកនរគ្នា add សិនណាបាទអញ្ចឹងតោះពីយើងភ្ជាប់ហើយយើងកុំភ្លេច add អញ្ចឹងនៅពេលដែលយើង add យើងត្រូវចូលមកកាន់ជាមួយនឹង app របស់ EasyTV យើងបាទចូលមកហើយ add បាទយើងចុចនៅលើ add device ទៅលើកាមេរ៉ាមកហើយចំពោះនេះវានៅក្រោយនេះនៅក្រោយហ្នឹងអូខេចាំផ្លែអញ្ចឹងខ្ញុំដាក់ទូរស័ព្ទនេះចុះខ្ញុំ add សិននេះមានហ្នឹងខ្ញុំបាន scan ជាមួយនឹង QR code នៅខាងគូតក្រោយហ្នឹងពេល scan អញ្ចឹងមកវានឹងប្រាប់នេះ confirm the device is power on អញ្ចឹងដល់ពេលយើងចុចពឹបគឺវាឲ្យពី add ហើយបាទអញ្ចឹងយើងចុចពី add ហ្នឹងទៅបាទយើងរងចាំមួយផ្លែដើម្បីឲ្យវា add បាទបន្ទាប់ពី add អូខេចានេះយើងធ្វើការបាន add ហើយណាបាទគ្រាន់តែពេលដែលវាស្គាល់អញ្ចឹងគឺយើងអាចចូល add យកម្ដងហើយមួយទៀតវាសួរថាតែយើងចង់ connect មួយ Wi-Fi អត់ចឹងឧទាហរណ៍សិនបើផ្ទះយើងអត់មាន Wi-Fi មានអីទេយើងមិនចាំ connect ទេតែបើផ្ទះយើងមាន Wi-Fi ហើយយើង connect នៅទីនេះក៏បានឬក៏យើងចាំរៀបចំកាមេរ៉ាហើយយើងចូលក៏បានដែរតែឥឡូវខ្ញុំអត់ connect នៅទីនេះទេគឺខ្ញុំកំពុង set up ផ្សេងចឹងខ្ញុំដាក់ code ធម្មតាទៅហើយទីនេះមាន cell បាទ cell QR code ចូលក្នុង device បាទអញ្ចឹងយើង cell តែយើងចង់ cell ទៅបើយើងអត់ទេនឹង QR code វាព្រោះពេលខ្លះយើងអត់ចង់មើលខាងក្រោយនេះទេយើង cell ចូល device ទៅហើយយើងកំណត់ time zone បាទ time zone របស់យើង UTC + 7បាទយក Hanoi Jakarta មកបាទហើយចំពោះការ cell ទុកជាមួយនឹងថ្ងៃយើងយក DD បាទ DD បានហើយនឹង year មកបាទហើយអា free trial នេះអាហ្នឹង free trial សម្រាប់ជាមួយនឹង cloud តែយើងអត់ប្រើទេដោយសារវាជា battery camera អញ្ចឹងខ្ញុំអត់ select ទេខ្ញុំដាក់ next បន្តអូខេហើយកន្លែងនេះយើងចង់បដូរ password របស់កាមេរ៉ាវាមាន password ទេយើងចង់ដូរក៏បានអត់ដូរក៏បានដែរតែខ្ញុំអត់ដូរទេខ្ញុំ back អូខេអញ្ចឹងវាថាយើងបានបកស្កុតនៅបានស្កុតយើងបកហើយយើង back វិញមកអូខេអញ្ចឹងយើងមកដល់ហើយបាទកន្លែង trial យើងអត់ចុចទៀតទេអញ្ចឹងយើងមកដល់នេះកន្លែងកាមេរ៉ារបស់យើងនេះបាទ HB 8 Lite បាទនេះវានេះនេះslow internet slow អញ្ចឹងចំពោះ memory គឺខ្ញុំអត់បានដោតទេបើសិនជាបងដោតបងត្រូវចូលកន្លែង memory បាទចូលកន្លែង memory install វាកន្លែងនេះ network បាទ network វា stable វាប្រាប់យើងទៀតអីមែនតើយើងមកមើល setting បាទអញ្ចឹងយើងមកមើល network setting របស់យើងនេះអញ្ចឹងកន្លែងនេះវាមាន 4G Wi-Fi បាទឥឡូវយើងប្រើតែ 4G ទេតែបើយើងចង់ប្រើ 4G Wi-Fi រួមពេលតែមួយក៏យើងបានដែរយើងគ្រាន់តែចុចបើក Wi-Fi មកហើយយើងចុច search កន្លែងនេះបាទឲ្យវា search រក Wi-Fi បាទនេះអញ្ចឹង Wi-Fi នៅកន្លែងខ្ញុំមាន2បាទរបស់បងប្រុស Hikvision យើងអញ្ចឹងខ្ញុំចង់ដាក់មួយ Wi-Fi មួយទៀតយើងចុចចំនេះមកហើយយើងចុច password ចុច OK មកតែខ្ញុំអត់ទេណាមិនក៏បានដែរខ្ញុំអត់ចង់ប្រើទេព្រោះខ្ញុំប្រើ 4G ហីចាំពេលកន្លែងខ្ញុំជប់ប្រើ 4G នឹងខ្ញុំចាប់ Wi-Fi អញ្ចឹងកន្លែងហ្នឹងយល់ល្អបើយើងអត់ប្រើ Wi-Fi ទេយើងបិទទៅដើម្បីវាកុំឲ្យប្រើ chip Wi-Fi វាធ្វើការសំសាច់ភ្លើងដែរបាទហើយមកកន្លែង record list បើយើងភ្ជាប់ជាមួយនឹង memory យើងចុចកន្លែងហ្នឹងមកហើយយើងចុច install វាឲ្យ memory ដំណើរការមកណាបើសិនជា memory ថ្មីតែឥឡូវមានអីទៀតដូចជា battery mode បាទ battery mode យើងកុំភ្លេចយក AOV មកបាទដើម្បីមើលបាន24ម៉ោង24ម៉ោងបាទហើយចំពោះកន្លែងនេះយើងអាច set បានណាបងប្អូនបាទយើងអាច set មិន auto ណាយើងអាច set AOV mode របស់ EasyTV យើងអាច set ចាប់តាំងពី1 second នោះល្អមែនតើបាទគឺមាន EasyTV ដែលអាចធ្វើបានចាប់ឡើង1 second អញ្ចឹងខ្ញុំប្រើ1 second មកដើម្បី save memory ហើយនឹង save battery របស់យើងប្រើបានយូរហើយនឹងប្រើបានមើលបាន24ម៉ោង24ម៉ោងអត់មានវាហើយអត់មានរំលងសំបីតែមួយចន្លោះហើយអត់មានសុទ្ធបាទអីមែនតើអូខេចឹងចំពោះវីដេអូនេះខ្ញុំបង្រៀនអ្នកទាំងអស់គ្នាភ្ជាប់ទៅនឹង SIM card របៀបដាក់ SIM card អីចឹងណាបាទហើយចាំវីដេអូក្រោយខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាថាចុះបាទខ្ញុំអត់ប្រើ SIM card វិញខ្ញុំទិញយកទៅថ្មីហ្មងតែខ្ញុំចង់ភ្ជាប់មួយ Wi-Fi តែទៅធ្វើម៉េចបាទឥឡូវសូមនេះវីដេអូបានមកដល់ទីបញ្ចប់ហើយបាទសូមអរគុណនិងសូមជម្រាបលា